បងប្អូនអរគ្នាបងប្អូនយើងក៏បានខមមិននឹងឆាតស៊ូចានមិនតែនបាទជាពិសេសមួយដែលទិញកម្មទៅយកទៅរលងដៃតឹងដៃឲ្យត្រូវការដូរខ្សែដកគ្រាប់ថែមគ្រាប់អីចឹងណាបាទអញ្ចឹងវិធីចងខ្សែកម្មបងប្អូនយើងថាស៊ូថាចងមិនបានស្អាតអញ្ចឹងណាបាទឥឡូវយើងមកប្រាប់ពីវិធីចងងាយបាទវីដេអូនេះធ្វើជាលើកទី20ទៅហើយយ៉ាងបាទដំបូងយើងដកដង្កាំយើងចូលអញ្ចឹងសិនមកបងប្អូនហើយយើងត្រូវទាញខ្ទុយខ្សែរបស់យើងហ្នឹងឲ្យមកខាងវែងមកខាងខ្លីបងប្អូនបាទយើងទាញមកយ៉ាងមកហើយយើងឲ្យវាស្មើយ៉ាងមកហើយយើងដកយកមកខាងឲ្យវែងមកបាទមកខាងណាបាទមួយចំហៀងបាទបងប្អូនណាមើលបាទនេះយើងទាញវាឲ្យវាមកចំហៀងអញ្ចឹងបងប្អូននេះខ្ទុយខ្សែហ្នឹងមកចំហៀងវែងចំហៀងវែងចំហៀងខ្លីអូខេបងប្អូនឃើញទេបាទនេះអញ្ចឹងយើងដាក់នេះឲ្យអញ្ចឹងណាហើយយើងយកអាហ្នឹងដោតចូលនេះបាទដោតចូលនេះមកបាទនេះឃើញទេនេះដោតអញ្ចឹងដោតអញ្ចឹងដោតឲ្យចូលតែមួយកុំឲ្យចូលអានេះពីរអានេះឲ្យដកវាចេញនេះអញ្ចឹងមកយើងទាញយើងហូតខ្សែហូតគ្រាប់អញ្ចឹងមកនេះឃើញទេបាទបងប្អូនមើលយល់ទេបាទនេះអញ្ចឹងមកបាទអញ្ចឹងមកនេះបាទធីងាយបាទមើលទីឃើញខ្សែហ្នឹងវាទល់មុខគ្នាវាបែររកគ្នាទេខ្សែមិនស្របទិសគ្នាឥឡូវវាបែរមុខមករកគ្នាបាទអញ្ចឹងយើងហូតឲ្យបានច្រើនពាក់កណ្ដាលមកបាទយើងហូតបានពាក់កណ្ដាលគ្នាមកបាទយើងមើលវាបានពាក់កណ្ដាលនៅយើងថែមទៀតឲ្យវាបានពាក់កណ្ដាលបាទអញ្ចឹងមកបាទឃើញហើយអញ្ចឹងយើងចាប់ផ្ដើមហូតអានេះផ្ទុយនេះឲ្យបានចែកឲ្យស្មើគ្នាបាទចែកស្មើគ្នាហូតនេះមកបាទហូតអាហ្នឹងមកវាស្មើបាទនេះទាញស្មើគ្នាខ្សែនឹងវារត់ចូលគ្នាស្មើគ្នាល្អឃើញទេវាចូលស្មើគ្នារត់ទៅបងរត់មកសេរីបាទរត់បាទហើយយើងចាប់ផ្ដើមចងវាចងធម្មតាបាទចងធម្មតាអញ្ចឹងទៅបាទចងអញ្ចឹងទៅឲ្យ4 5ជាន់មកបាទឲ្យ4 5ជាន់អញ្ចឹងទៅតាមបងប្អូនចងបាទទាញវាតឹងវិញមកបាទហើយយើងឃើញខ្ទុយខ្សែរបស់យើងយកកាត់វាចេញកាត់ខ្ទុយខ្សែនឹងចេញកាត់វាគៀកមកបាទបាត់ដាច់ស្អាតហើយបាទអញ្ចឹងយើងឃើញខ្ទុយខ្សែយើងសល់បន្តិចយើងចង់មិនកាត់វាដាច់អស់ទេមកទៅនឹងអញ្ចឹងទៅយើងច្បូតឲ្យវាចូលក្នុងនេះភ្លឹបទេស្អាតបាត់ខ្ទុយខ្សែយើងបាត់ឈឹងឃើញទេបងប្អូនមើលយល់នៅប៉ុណ្ណឹងបាទអញ្ចឹងកុំភ្លេច share និងចែករំលែកឲ្យបងប្អូនយើងបានឃើញទាំងអស់គ្នាផងដែរបាទសង្ឃឹមថាបងប្អូនបានមើលវីដេអូមួយនេះបាទហើយយើងពាក់ចឹងមកបាទអង្កាំ7ធាតុខ្នាត12លីបាទឃើញទេស្អាតបាទ7ធាតុកាត់ឆុងបាទប្រភេទអង្កាំត្បូងថ្មធម្មជាតិអរគុណច្រើន